ខ្ញុំកណ្ណាសូមក្រាបថ្វាយបង្គំព្រះថេរានិងឋានៈគ្រប់ព្រះអង្គនិងជំរាបសួរអាដាមលោកជំទាវលោកលោកស្រីនាងកញ្ញាទាំងអស់ថ្ងៃនេះខ្ញុំសូមមកឆ្លើយសំណួរបងប្អូនប្រុសម្នាក់និងបងប្អូននឹងបងវានៅមុខដូចក្មេងដែរគាត់សួរថាតើការចងគាត់មានឬដងបាតកម្រិត3មាន3គ្រាប់វាលៀនចេញលៀនចូលតើការចងរបៀបថ្មីហ្នឹងអាចចងបានអត់ចងបានអត់អីទេទោះបីតែពេលហើមឈឺក៏ដោយពេលហើមឈឺកំពុងឈឺហ្នឹងគេធ្វើតែ2 3នាទីបាត់ឈឺធ្វើលឿនវិធីហ្នឹងណាអត់ឈឺឡើងវិញបើសិនជាយើងនៅក្នុងកម្រិតបើសិនជាយើងវាចេញមកជុំគូតអីចឹងណាយើងមកចងដែរអត់ទៅវះកាត់ឲ្យយើងមកចងវាថ្មីហ្នឹងដែរចងបានមិនមែនចងបានប៉ុន្តែគាត់ថាអាហ្នឹងវាឈឺវាអាចនៅឈឺខ្លះមិនអត់ឈឺទេក្នុងកម្រិតវាកម្រិត4អីចឹងវាហើមឈឺប៉ុន្តែវាមានជុំគូតគេហៅរេងវាណាគេហៅរេងវាមានមួយជុំគូតអាហ្នឹងឬមិនក៏មិនបាត់ឈឺដែរវាមិនទេក៏មិនកំពុងតែយើងឈឺខ្លាំងណាយើងធ្វើឲ្យវាធូរដល់ទៅ70%អញ្ចឹងណាអាការចងវាថ្មីហ្នឹងធ្វើឲ្យបាត់ឈឺហើយតែគ្រាន់តែថានៅអាក្រោមចំណងហ្នឹងវាអាចធ្វើឲ្យសាច់ហើមតិចតិចអីឈឺអញ្ចឹងទៅហើយមួយទៀតគាត់សួរថាតើឬដងបាតខ្ញុំអាចចងខ្លួនឯងបានអត់កុំលេងអញ្ចឹងអត់ល្អទេចងមិនកើតពេទ្យគេមានរបបប្រដាប់អីគេមិនគេមានសារ៉ាងមានជុលមានអីគេsteril ហើយគេស្ងយើងគេ steril យើងឡើងស្អាតហើយគេមាន betadine មានអី complete ដើម្បីទប់ស្កាត់កម្មកររោគមិនមែនចងខ្លួនឯងកើតទេចងមិនកើតជំនាញគេរៀនរាប់ឆ្នាំនោះហើយយើងទៅចងខ្លួនឯងមិនកើតបកករោគមកហើយដូចតាក់ទងជាមួយនឹងខ្ញុំធ្លាប់មានប្អូនម្នាក់គាត់ទៅជាគ្រូពេទ្យដែរគាត់ចងដែរគាត់ចងតែគាត់ចងទីនេះចាស់គាត់ថាអត់ដែលមានឃើញគេនិយាយពីការចងបាញ់កស៊ូខាងក្រៅណាគាត់សួរខ្ញុំបានប្រឹក្សាជាមួយគ្នាចឹងទៅខ្ញុំថាអត់គួរទេដោយសារបាញ់កស៊ូខាងក្រៅបកករោគមេរោគនៅខាងក្រៅក៏ច្រើនអាចធ្វើឲ្យអាលេះលួយទៅបើពេលអាចយើងចងឬដងមាត់ខាងក្រៅបាញ់កស៊ូវាអាចធ្វើឲ្យអាលេះលួយបកករោគតែបើសិនជាយើងនៅតែធ្វើបានចឹងបើសិនជាយើងអនាម័យយើងថែអាសានៅការគ្រប់គ្រងរបស់គ្រូពេទ្យអាចធ្វើបានតែទីច្រើនបាញ់កស៊ូវាមានលឿនដូចយើងចងទៅនេះថ្មីទេបាញ់ឲ្យទៅផ្ទះមួយទឹកឬក៏កន្លះខែមួយខែមុំសាក់មកទៅមកវិញអានោះហើយយើងទៅផ្ទះនោះតែយើងមានវិធីសម្រាប់ការពារអត់យើងមានវិធីសម្រាប់ទប់ស្កាត់ការបង្ករោគអត់មិនអាចលេបតែថ្នាំអត់ប្រើអនាម័យអត់អាចទប់ជាប់ទេអាចក្តៅខ្លួនខ្លាំងអាចធ្វើអីរត់មកពេទ្យទៀតវិញរត់មកពេទ្យវិញលើទៀតហើយបាទអត់បើតាមយោបល់ខ្ញុំណាខ្ញុំមិនកំណត់ថាប្អូនសួរហ្នឹងខ្ញុំមិនកំណត់ថាអត់ធ្វើឬក៏មិនធ្វើតែម្ដងឯងគ្រាន់តាមគំនិតរបស់ខ្ញុំតាមគំនិតរបស់ខ្ញុំណាអត់គួរទេអាចប្រកបរោគវាមិនខុសពីថ្នាំបុរាណទេថ្នាំបុរាណយើងលាបជួបតែញឹកខ្ញុំជំនាញខាងហ្នឹងជួបតែញឹកលាបឲ្យតបៅឲ្យលេះឲ្យលួយរត់មកពេទ្យជួយក្តៅខ្លួន40 41រត់មកពេទ្យពេលខ្លះមិនចង់មើលអីទៀតប៉ុន្តែដល់អាណិតអីចឹងទៅមាន5សិលធម៌ក៏មើលទៅជួយទៅថាជួយបានប៉ុណ្ណឹងទៅជួយទៅខ្លាចតែវាអត់បាត់ក្តៅអាហ្នឹងវឹកទៀតហើយព្រោះវានៅតែក្តៅយកទៅបកករោគខ្លាំងអាហ្នឹងអត់បានទេយើងអាចទៅចងដោយខ្លួនឯងចឹងឲ្យបានទេណាអត់បានទេត្រូវទៅជួយ